បាទសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងមានសម្លការីផ្លែសាកេនិងឆ្អឹងជំនីជ្រូកដាក់ខ្លាញ់ឲ្យក្តៅបន្តមកទៀតយើងធ្វើការដាក់គ្រឿងបុកជាមួយនឹងសណ្តែកដីហើយនឹងម្ទេសក្រៀមដែលយើងបានកច្រាមរួចហ្នឹងđểវាឈ្ងុយទៅបាទបន្តមកទៀតយើងធ្វើការដាក់ប៊ីចេងដាក់ទឹកត្រីស្ករយកធ្វើការដាក់ទេចាំភ្លក់ពេលក្រោយតមកដាក់សាច់ជ្រូកបន្ទាប់ពីគ្រឿងយើងឈ្ងុយហើយនឹងក្រៀមបន្តិចហើយដាក់ឆ្អឹងជំនីជ្រូកយើងចូលមក1គីឡូកន្លះបាទពំរៀងវាឈ្ងុយបន្តិចបន្ទាប់មកទៀតធ្វើការដាក់ខ្ទិះដូងដើមហ្នឹងចូលទៅដើម្បីធ្វើការរំងាស់វាឲ្យឡើងខ្ទិះបន្តិចហើយឃើញថាពុះខ្ទិះយើងកំពុងពុះហើយបន្ទាប់មកទៀតយើងធ្វើការចិតផ្លែសាកេរបស់យើងហ្នឹងនេះស្វាសាច់របស់វាបាទហើយបន្តមកទៀតយើងធ្វើការដាក់ផ្លែសាកេនឹងចូលទៅបាទហើយរសជាតិរបស់វាគឺដូចដំឡូងរបស់យើងដែរបន្តមកទៀតយើងធ្វើការកូរឲ្យសព្វសាច់ផ្លែហ្នឹងទៅឲ្យគ្របវាទុកបន្តមកទៀតបើមកធ្វើដាក់ពុះហើយយើងកូរវាហើយយើងថែមខ្ទិះដូងចូលបន្ថែមដាក់ចូលបន្ថែមឃើញថាពុះហើយបាទសម្លការីរបស់យើងគឺចិត្តឆ្អិនហើយនៅពេលដែលលួយផ្លែសាកេហ្នឹងគឺឆ្អិនហើយបាទឃើញថាឆ្អិនហើយបាទអរគុណបងប្អូនទាំងអស់គ្នាដែលបានទស្សនា